នៅចុងភៅកាលពីថ្ងៃសៅរ៍ហ្នឹងកូនគាត់ចង់ញ៉ាំសាច់អាំងសាច់ barbecue ហើយសាច់ដែលគាត់ចង់ញ៉ាំហ្នឹងគឺសាច់ជ្រូកសាច់ចៀមហើយនិងសាច់ក្រកឯងបងប្អូនហើយសាច់ជ្រូកហ្នឹងដែលគាត់ធ្លាប់ញ៉ាំហ្នឹងគាត់អត់ចូលចិត្តញ៉ាំជាមួយអីផ្សេងទេដូចសាឡាត់អីក៏គាត់អត់ញ៉ាំជាមួយដែរគាត់ញ៉ាំជាមួយតែបាយអញ្ចឹងហើយសាច់ជ្រូកហ្នឹងខ្ញុំប្រឡាក់យកជាតិឡំបងប្អូនដាក់អំបិលបន្តិចម្រេចបន្តិចម្សៅមាន់បន្តិចហើយនឹងoyster sauce ទឹកប្រេងខ្យងបន្តិចហើយនឹងខ្ទឹមប្រាំងបន្ទាប់មកខ្ញុំច្បល់ឲ្យចូលជាតិបន្តិចទៅបន្ទាប់មកយកមករៀបដាក់ចានបន្ទាប់មកខ្ញុំមានសាច់ចៀមហ្នឹងសាច់ចៀមខ្ញុំមាន1គីឡូគឺឡែមខាត់លិតហ្នឹងគឺខ្ញុំចែកជា2ផ្នែកគឺពាក់កណ្ដាលខ្ញុំប្រឡាក់ហើយនឹងពាក់កណ្ដាលទៀតគឺខ្ញុំអត់ប្រឡាក់ទេហើយចៀមដែលខ្ញុំប្រឡាក់ហ្នឹងគឺខ្ញុំដាក់អំបិលបន្តិចម្សៅស៊ុបមាន់បន្តិចម្រេចបន្តិចលួចទឹកប្រេងខ្យងបន្តិចហើយខ្ញុំដាក់ប្រេងអូលីវ1ស្លាបព្រាបាយហើយប្រឡាក់ចូលទៅនៅពេលដែលអាំងទៅគឺសាច់អត់ស្ងួតទេបងប្អូនគឺមានជាតិប្រេងអូលីវអញ្ចឹងណាធ្វើឲ្យញ៉ាំទៅគឺឆ្ងាញ់ juicy អញ្ចឹងណាបងប្អូនហើយខ្ញុំក៏ច្បល់ចូលគ្នាដូចដើមហើយភ្លេចខ្ទឹមប្រាំងគឺខ្ញុំនៅតែដាក់ខ្ទឹមប្រាំងអញ្ចឹងតែអត់ដាក់ច្រើនទេគឺដាក់តិចព្រោះអីសាច់ចៀមហ្នឹងគឺតែកន្លះគីឡូទេព្រោះអីកន្លះគីឡូទៀតគឺខ្ញុំអត់ប្រឡាក់ទេប្តីខ្ញុំគាត់អត់ចូលចិត្តប្រឡាក់ព្រោះអីគាត់ថាពេលដែលប្រឡាក់ទៅគឺបាត់បង់រសជាតិដើមរបស់សាច់ចៀមអញ្ចឹងហើយគាត់ញ៉ាំជាមួយតែអំបិលនិងម្រេចរោយពីលើពេលដែលអាំងឆ្អិនហើយបន្ទាប់មកខ្ញុំមកធ្វើទឹកលាយជាមួយសាឡាត់គឺខ្ញុំធ្វើខ្លួនឯងទេបងប្អូនគឺខ្ញុំដាក់អំបិលបន្តិចទឹកក្រូចឆ្មាហើយនឹងប្រេងអូលីវយកextra virgin ណាបងប្អូនយកសុទ្ធតែម្ដងហើយយកមកកូរឲ្យអំបិលលាយចូលគ្នាជាមួយទឹកក្រូចឆ្មាហើយនឹងប្រេងអូលីវនឹងបងប្អូនបន្ទាប់មករៀបសាឡាត់គឺខ្ញុំមានសាឡាត់ក្តោបត្រសក់ប៉េងប៉ោះមានអេវ៉ាកាដូមានផ្លែអូលីវត្រាំហ្នឹងហើយនឹងប៉េងប៉ោះត្រាំដែរបងប្អូនគឺខ្ញុំទិញជាកាតូទូចនៅ Woolworth នៅផ្សារទំនើបហ្នឹងរៀបពីលើដាក់ចូលទាំងអស់អញ្ចឹងទៅហើយបន្ទាប់មកចាក់ទឹកម្រេចដែលខ្ញុំលាយមុនមិញហ្នឹងចាក់ស្រោចពីលើអញ្ចឹងទៅហើយពេលញ៉ាំចាំច្បល់ចូលគ្នាបងប្អូនហើយផ្លែឈើខ្ញុំមានអលឹកមួយជ្រុងត្រពាំងបាយជូរហើយនឹងមាន blueberry 1កាតូដែរបងប្អូនលាងហើយរៀបចំដាក់ចានទាំងអស់ហើយបានរៀបយកទៅញ៉ាំនៅខាងក្រៅព្រោះអីសាច់អាំងដែលខ្ញុំអាំងហ្នឹងគឺខ្ញុំអាំងនៅលើធ្យូងខាងក្រៅបងប្អូនគឺនៅបែកយ៉ាតក្រោយផ្ទះតែម្ដងហើយឆ្លៀតការនេះដែរចង់សួរបងប្អូនតើបងប្អូនចង់រកចំណូលបន្ថែមឬក៏ចង់រកការងារក្រៅម៉ោងបន្ថែមដែលមិនប៉ះពាល់ការងារប្រចាំថ្ងៃរបស់បងប្អូនខ្ញុំសូមណែនាំអាជីវកម្ម Digital Online ព្រោះអាជីវកម្ម Digital Online មិនត្រូវការបទពិសោធន៍មិនត្រូវការជំនាញមិនសូវចេះអង់គ្លេសមានតែទូរស័ព្ទដៃមួយឬក៏ laptop មួយអាចធ្វើការបានមួយថ្ងៃធ្វើតែ1ម៉ោងទៅ2ម៉ោងគឺគ្រប់គ្រាន់មិនចេះមិនយល់ត្រង់ណាអាជីវកម្មមានអ្នកបង្រៀនមានអ្នកណែនាំហើយអាជីវកម្មមានប្រព័ន្ធអ៊ីនធឺណិតរត់ឲ្យអូតូ24ម៉ោងក្នុង7ថ្ងៃធ្វើនៅកន្លែងណាក៏បានឲ្យតែមានប្រព័ន្ធអ៊ីនធឺណិតចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅ website របស់ខ្ញុំ www.selichang.com ចូលឈ្មោះដាក់អាស័យដ្ឋានអ៊ីមែលចុចលឿនមកបងប្អូននឹងទទួលបានវីដេអូ90នាទីដោយឥតគិតថ្លៃពីព័ត៌មានបន្ថែមងាកមកមើលសាច់អាំងរបស់ខ្ញុំវិញបងប្អូនគឺឈ្ងុយឆ្ងាញ់ណាស់បងប្អូនហើយសាមញ្ញប៉ុន្តែឆ្ងាញ់ហើយញ៉ាំជុំគ្រួសារជាពិសេសជាមួយកូនគឺសម្រាប់ខ្ញុំទោះជាម្ហូបនឹងមិនមែនជាម្ហូបថ្លៃមិនមែនជាម្ហូបល្អណាស់ណាគឺពេលចុងសប្តាហ៍ឲ្យតែបានជុំគ្នាប្តីប្រពន្ធកូនគឺសម្រាប់ខ្ញុំគឺមានក្តីសុខហើយបងប្អូនហើយនេះគឺជាពេលវេលាដែលខ្ញុំចាប់យកអាជីវកម្ម Digital Online ព្រោះខ្ញុំជាម្ចាស់អាជីវកម្មអញ្ចឹងហើយខ្ញុំមានពេលច្រើននៅជាមួយគ្រួសារនិងកូនហើយក្រៅពីថតវីដេអូឬក៏ធ្វើ content creator ដើម្បីរកចំណូលពី Facebook ទោះបីចំណូលទាំងពីរនឹងខ្ញុំទៅតែចាប់ផ្ដើមក៏ពិតមែនប៉ុន្តែខ្ញុំមានក្តីសុខខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ព្រោះមានប្រើ Facebook ហើយកុំឲ្យខាតសម្រាប់ខ្ញុំឯណាបងប្អូនគឺខ្ញុំមិនឲ្យខាតតែម្ដងបានចំណូលពី Facebook ហើយនឹងបានពីចំណូលអាជីវកម្ម Digital Online ដោយប្រើប្រព័ន្ធ Social Media ដូចគ្នាគឺខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ខ្ញុំសប្បាយចិត្តហើយមានបងប្អូនជាច្រើនដែលចង់រកចំណូលពី Facebook គឺខ្ញុំសូមលើកទឹកចិត្តកុំឲ្យបាក់ទឹកចិត្តព្យាយាមផុសម្ដងបន្តិចនឹងបានជោគជ័យនៅថ្ងៃណាមួយហើយបើបងប្អូនចង់រកចំណូលបន្ថែមនឹងទៀតគឺចាប់ផ្ដើមអាជីវកម្ម Digital Online ដូចជាខ្ញុំជាម្ចាស់តកែខ្លួនឯងបានចំណូលពីច្រកពីប្រព័ន្ធ Social Media តែមួយ
វីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាបាយបាយ